មើមយិនសិនមួយដើមដែលបង្កកំណើតអស់រាប់ពាន់ឆ្នាំស្រាប់តែមានវិញ្ញាណដឹងខ្លួនត្រឹមមួយប៉ព្រិចភ្នែកក៏បានคล้ายខ្លួនជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ប៉ុន្តែនៅពេលដែលនាងទើបតែហ្វឹកហាត់បង្កើតបានក្របឃ្លីមាសទំហំប៉ុនពងព្រៀបដោយក្តីរីករាយស្រាប់តែត្រូវជំពប់ជើងដួលនិងដុំធ្មេញនៅក្រោមជើងក្របឃ្លីមាសនោះក៏បានខ្ទាតចូលទៅក្នុងមាត់ក្មេងប្រុសម្នាក់ដែលកំពុងរងរបួសធ្ងន់ភ្លាមមួយវិនាទីបន្ទាប់មករបួសរបស់គេក៏បានជាសះស្បើយយ៉ាងលឿនដែលមើលឃើញនឹងភ្នែកទោះជាយ៉ាងណាក៏ដោយក្មេងស្រីដែលបាត់បង់ក្របឃ្លីមាសបានយំយ៉ាងខ្លាំងនាងស្រែកខ្លាំងអើយខាងទៀតសងវាមកឲ្យនាងវិញក៏ខ្ញុំចង់បានក្របឃ្លីមាសរបស់ខ្ញុំគុំយំអីគឺនាងជួយជីវិតខ្ញុំនឹងតបស្នងនាងវិញនេះគឺជាត្បូងយុទ្ធការប្រចាំត្រកូលរបស់ខ្ញុំគឺនាងកាន់វាចុះហើយមកស្វែងរកខ្ញុំចង់បានអ្វីខ្ញុំនឹងផ្ដល់ឲ្យទាំងអស់គឺតាមរបៀបនេះឯងដែលមើមយិនសិនតូចបាត់បង់ក្របឃ្លីមាសអស់រយៈពេល18ឆ្នាំដើមឡើយនាងគិតថារឿងកាលពីឆ្នាំនោះមិនមានឥទ្ធិពលអ្វីដល់ខ្លួនឯងឡើយប៉ុន្តែយូរទៅផលវិបាកនៃការបាត់បង់ក្របឃ្លីមាសក្នុងការហ្វឹកហាត់ចាប់ផ្ដើមលេចឡើងជាបន្តបន្ទាប់នោះគឺមិនត្រឹមតែល្បឿននៃការហ្វឹកហាត់មានភាពយឺតយ៉ាវខ្លាំងប៉ុណ្ណោះនោះទេថែមទាំងតែងតែលេចចេញនៅស្ថានភាពដែលថាមពលវេទមន្តស្រាប់តែបាត់បង់ភ្លាមទៀតផងមើលទៅបើនៅតែបន្តបែបនេះវាមិនមែនជារឿងល្អឡើយលោកតាទេវតាភ្នំក៏បានប្រាប់នាងនៅវិធីយកក្របឃ្លីមាសមកវិញនោះគឺត្រូវស្វែងរកក្មេងប្រុសកាលពីឆ្នាំនោះហើយប្រើមន្តអាគមបូមយកក្របឃ្លីមាសចេញពីក្នុងខ្លួនរបស់ម្ខាងទៀតមកវិញក្មេងស្រីក៏ចាប់ផ្ដើមមានវិធីដោះស្រាយហើយក៏មានទំនុកចិត្តយ៉ាងពេញទំហឹងក្នុងការរៀបចំចុះពីលើភ្នំដើម្បីយកក្របឃ្លីមាសរបស់ខ្លួនមកវិញទោះជាយ៉ាងណាក៏ដោយព្រេងវាសនាពិតជាអស្ចារ្យណាស់លោកប្រធានដែលធំដឹងក្តីពេញវ័យក៏បានមកដល់ជើងភ្នំយន្តសានដែរការមកដល់លើកនេះរបស់គេគឺនាំមកនៅគោលបំណងពីរយ៉ាងទី1គឺដើម្បីស្វែងរកអ្នកជួយសង្គ្រោះជីវិតកាលពីឆ្នាំនោះទី2គឺកាលពី1ឆ្នាំមុនគេត្រូវបានស្ទើររៀបផែនការធ្វើបាបរហូតត្រូវថ្នាំពុលក្នុងខ្លួនគ្រូទីលោកគ្រូធំនិយាយថាប្រហែលជាអាចរស់នៅមិនលើសពី3ឆ្នាំឡើយអ្វីដែលសង្គ្រោះជីវិតបានតែមួយគត់គឺមើមយិនសិនពាន់ឆ្នាំនៅលើភ្នំយន្តសានក្នុងពេលជាមួយគ្នានោះក្មេងស្រីក៏មានអារម្មណ៍ថាក្របឃ្លីមាសកំពុងតែខិតជិតមករកនាងដែរប៉ុន្តែមួយវិនាទីបន្ទាប់នាងក៏ឃើញកូនចៅរបស់លោកប្រធានលេចមុខនៅក្នុងព្រៃដើម្បីជៀសវាងនៅបញ្ហាដែលមិនចាំបាច់ក្មេងស្រីសម្រេចចិត្តរកកន្លែងពួនជាមុនសិន1ម៉ោងក្រោយមកមនុស្សដែលលោកប្រធាននាំមកសុទ្ធតែស្វែងរកដោយគ្មានលទ្ធផលពេលនោះកូនចៅបានប្រាប់គេថាមានរឿងដំណើរថាភ្នំយន្តសានមានទេវតាភ្នំបើស្វែងរកមិនឃើញទេលោកសាកបន់ស្រន់មើលប្រហែលជាអាចសម្រេចបំណងខ្ញុំសង្ឃឹមថាក្នុងមួយជីវិតនេះអាចជួបអ្នកជួយសង្គ្រោះជីវិតកាលពីឆ្នាំនោះម្ដងទៀតសកម្មភាពនេះត្រូវបានក្មេងស្រីដែលពួនលើដើមឈើឃើញទាំងអស់នៅពេលដែលនាងស្ដាប់ដឹងថាលោកប្រធាននៅក្រោមដើមឈើគឺជាក្មេងប្រុសកាលពីឆ្នាំនោះនាងក៏ចង់ចុះទៅរកគេភ្លាមដើម្បីបូមយកក្របឃ្លីមាសរបស់ខ្លួនចេញមកនរណានឹងមានតែដល់ថាពេលនោះថាមពលវេទមិនបែរជានៅត្រង់ចំណុចដែលត្រូវបាត់បង់ទៅវិញត្រឹមមួយប៉ព្រិចភ្នែកក៏ធ្វើឲ្យនាងប្រែរូបរាងទៅជាមើមយិនសិនវិញហើយធ្លាក់ចូលក្នុងដៃលោកប្រធានមើលទៅឃើញថាក្មេងស្រីរកមិនឃើញតែមើមយិនសិនបែរជាបានមកដល់ដៃយកទៅហូបដើម្បីព្យាបាលជំងឺខ្លួនឯងក៏មិនខាតជើងដែរមកដែរកុំដាក់ខ្ញុំក្នុងប្រអប់កុំបង្ខាំខ្ញុំទុកអីជួយផងមើលទៅឧបករណ៍ធ្វើទារុណកម្មគ្រប់បែបយ៉ាងដែលគេរៀបចំសម្រាប់ខ្លួនឯងនៅក្នុងផ្ទះលោកប្រធានមើមយិនសិនដែលត្រូវបាននាំយកមកវិញភ័យញ័ររន្ធត់ជាខ្លាំងបន្ទាប់ពីលោកប្រធានបញ្ជាលោកបំរើបានគិតសំបីតែវិធីធ្វើម្ហូបផ្សេងពីមើមយិនសិនប៉ុន្តែនៅពេលដែលគេកាប់កាំបិតចុះទៅលោកប្រធានឈិនលោកមិនអីទេមែនទេតិចទៀតលោកត្រូវទៅជួសឆាយដីនៅអាហ្វ្រិកបាត់ហើយគូសុំទោសលោកប្រធានឈិនមិញនេះខ្ញុំច្បាស់ណាស់ថាបានកាប់មើមយិនសិនតែមិនដឹងថាកើតរឿងអ្វីឡើយហាក់ដូចជាត្រូវអ្វីម្យ៉ាងចេះត្រឡប់មកវិញក៏ខ្ញុំធ្វើដោយខ្លួនឯងនិយាយថាមានមើមយិនសិនមានធម្មពលវេទមន្តប្រហែលជាមានអារម្មណ៍ថាមានគេចង់ស៊ីវាទៅវាបើការពារទេដឹងមកទៀតមកមនុស្សលោកគ្មានធម្មពលវេទមន្តទេកម្មបិតធម្មតាគុំសង្ឃឹមថានឹងធ្វើអ្វីខ្ញុំបានចង់ស៊ីខ្ញុំមែនទេយកសពទៅខ្ញុំគឺជាមើមយិនសិនពាន់ឆ្នាំដែលមិនខ្លាចមេឃមិនខ្លាចដីអ្វីដែលខ្លាចតែមួយគត់គឺស្ងោពេលនោះលោកប្រធានស្រាប់តែនឹកឃើញសម្ដីដែលគ្រូទីធ្លាប់និយាយថាយិនសិនខ្លាចបំផុតគឺការស្ងោដូចនេះគេក៏មិននិយាយច្រើនចាប់បោះវាចូលទៅក្នុងទឹកដែលកំពុងពុះក្តៅខ្លាំងឈឺប៉ុន្តែដោយសារលោកប្រធានធ្លាប់លេបក្របឃ្លីមាសរបស់មើមយិនសិនមួយវិនាទីបន្ទាប់មកគេក៏មានអារម្មណ៍ឈឺចាប់ដូចគ្នាហាក់ដូចជាខ្លួនឯងក៏ត្រូវបានគេបោះចូលទៅក្នុងទឹកពុះដើម្បីស្ងោរដែរពិតជាពិបាកក្នុងខ្លួនណាស់មើលទៅបើនៅតែបន្តបែបនេះច្បាស់ជាត្រូវស្លាប់ទាំងសងខាងសំណាងល្អលោកប្រធានទទួលទូរស័ព្ទទាន់ពេលខាងទូរស័ព្ទនិយាយថាមានគេថតរូបក្មេងស្រីដែលគេកំពុងស្វែងរកបាននៅក្នុងភ្នែករបស់គេគ្មានអ្វីសំខាន់ជាងដំណឹងនេះឡើយភ្លាមនោះគេបញ្ជាយមមនុស្សស្រង់មើមយិនសិនចេញមកសិនរងចាំគេត្រឡប់មកវិញចាំសិក្សាពីវិធីស៊ីវាតាមក្រោយស្ទើរតែដាច់ខ្យល់ខ្លាយជាសុបយិនសិនបាត់ទៅហើយអ្វីដែលលោកប្រធានចង់ដឹងបំផុតពេលនេះគឺអ្នកជួយសង្គ្រោះជីវិតនៅណាទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជារូបថតមួយសន្លឹកដែលអ្នកបោះជំរំនៅលើភ្នំយន្តសានថតបានប៉ុណ្ណោះដោយសារបញ្ហាបច្ចេកទេសគឺមិនអាចថតឃើញមុខច្បាស់ឡើយប៉ុន្តែអាចបញ្ជាក់បានថានាងច្បាស់ជារស់នៅក្បែរភ្នំយន្តសានបន្ទាប់មកលោកប្រធានក៏បានប្រាប់ឲ្យពួកគេបង្កើនកម្លាំងមនុស្សបើមានដំណឹងពីក្មេងស្រីត្រូវរាយការណ៍មកគេភ្លាមឥតដឹងកំពុងរវល់នៅខាងក្រៅមីងទី2និងប្អូនជីដូនមួយរបស់លោកប្រធានបានលួចចូលក្នុងផ្ទះរបស់គេហើយក៏បានរកឃើញមើមយិនសិនពាន់ឆ្នាំនៅក្នុងប្រអប់ដំណឹងដែលថាលោកប្រធានត្រូវការវាដើម្បីសង្គ្រោះជីវិតមនុស្សក្នុងត្រកូលសុទ្ធតែដឹងទាំងអស់ចំណែកឯប្អូនជីដូនមួយនៅក្នុងក្រុមហ៊ុនតែងតែត្រូវគេសង្កត់ក្បាលម្ដាយកូនទាំងពីរបានពិភាក្សាគ្នាហើយសម្រេចចិត្តលួចមើមយិនសិនទៅដើម្បីយកវាទៅដូរនឹងផលប្រយោជន៍របស់ប្អូនជីដូនមួយនៅក្នុងក្រុមហ៊ុនគូក្របឃ្លីមាសរបស់ខ្ញុំនៅទីនេះខ្ញុំមិនអាចទៅចោលបានទេឯងលែងខ្ញុំដាក់ខ្ញុំចុះតាមរបៀបនេះឯងនៅក្នុងពិធីខួបកំណើតរបស់លោកយាយនាពេលយប់នោះប្អូនជីដូនមួយអះអាងថាបានរកឃើញមើមយិនសិនពាន់ឆ្នាំដែលអាចសង្គ្រោះជីវិតគេបានជាកាដូគេចង់បានតំណែងអនុប្រធាននៅក្នុងក្រុមហ៊ុនបូករួមទាំងគម្រោងនៅភាគខាងត្បូងក្រុងដែលមានតម្លៃ1000លានចំណែកឯលោកប្រធានដែលមិនទាន់ដឹងថាមើមយិនសិនត្រូវគេលួចបន្ទាប់ពីស្ដាប់សម្ដីប្អូនជីដូនមួយហើយក៏បានបដិសេធនៅនឹងកន្លែងបន្ទាប់មកក៏និយាយថាជីវិតរបស់គេមិនបាច់ឲ្យឯងមកខ្វល់ទេពីព្រោះមើមយិនសិនពាន់ឆ្នាំខ្ញុំក៏ទើបតែរកបានមួយដើមដែរលទ្ធផលគឺនៅពេលប្រអប់បើកឡើងលោកប្រធានក៏ស្រឡាំងកាំងប្អូនជីដូនមួយសើចចំអកឲ្យគេព្រមទាំងយកមើមយិនសិនដែលខ្លួនលួចបានមកបង្ហាញនៅខណៈពេលដែលប្រអប់ត្រូវបានបើកឡើងលោកប្រធានកាន់តែមើលមើមយិនសិននៅខាងក្នុងកាន់តែស្រដៀងហើយអ្វីបានជាវាមានក្លិនក្រអូបដូចអាមួយដែលខ្ញុំរកឃើញម្លេះផ្សេងមួយយានគឺខ្ញុំតើមនុស្សអាក្រក់ម្នាក់នេះលួចខ្ញុំមកលោកនៅចំណាំខ្ញុំបានទេយ៉ាងម៉េចដែរបងប្រុសគិតច្បាស់ហើយឬនៅតើអំណាចសំខាន់ឬក៏ជីវិតសំខាន់យានស្ដាប់យាយប្រគល់ក្រុមហ៊ុនឲ្យបងឯងគ្រប់គ្រងទៅអ្វីក៏មិនសំខាន់ជាងជីវិតឯងដែរមិនបាច់ទេលោកយាយជីវិតរបស់ខ្ញុំមិនទាន់ដល់វេនគេមកជួយរកឲ្យខ្ញុំទេជូនពរលោកយាយឲ្យមានសេចក្តីសុខក្នុងថ្ងៃខួបកំណើតខ្ញុំសូមលាសិនហើយអូយយជាតិមួយយានមនុស្សល្មមម្នាក់នេះមើមយិនសិនដែលខ្លួនឯងរើបានសូម្បីតែខ្លួនឯងក៏មើលមិនស្គាល់ដែរសំណាងហើយដែលខ្ញុំបានសម្រាប់មួយយប់ទៅដឹងខ្លួនឡើងវិញខ្លះឆ្លៀតឱកាសនេះរត់ឲ្យលឿនអូយប្រឹងឡើងកុំឲ្យពួកគេរកឃើញឲ្យសោះក្នុងពេលដែលម្ខាងទៀតមិនព្រមសហការអាយ៉ងទុកមើមយិនសិនទៅ